បាទសូមគោរពជំរាបសួរដល់ប្រជាជនរួមជាតិប្រជាជនខ្មែរប្រជាជនកម្ពុជារបស់យើងទាំងអស់គ្នាហើយថ្ងៃនេះក៏អបអរសាទរខួបលើកទី47ផងដែរដែលជាថ្ងៃ7មករាផងដែរដែលយើងបានរួចផុតពីរបបបល្ល័ង្កពូជសាសន៍ដែលយើងហៅថាប៉ុលពតនឹងឯងហើយក៏សូមអរគុណដល់សម្ដេចតេជោដែលបានជួយរំដោះប្រជាជនកម្ពុជារបស់យើងបានរួចផុតពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតនឹងឯងពុកម៉ែបងប្អូនក៏យើងមិនភ្លេចគុណរបស់សម្ដេចទេហើយដែលសម្ដេចបានជួយរំដោះប្រជាជនកម្ពុជារបស់យើងឲ្យរួចផុតពីរបបបល្ល័ង្កពូជសាសន៍នឹងផងដែរដែលយើងស្គាល់ហើយថាសម័យប៉ុលពតនឹងឯងពុកម៉ែបងប្អូនហើយសម្ដេចបានដឹកនាំប្រទេសកម្ពុជារបស់យើងមុននឹងចូលនិវត្តន៍ដល់សប្តាហ៍ថ្ងៃនេះគឺសម្ដេចបានដឹកនាំប្រទេសកម្ពុជារបស់យើងយ៉ាងរីកចម្រើនផងដែរគឺរយៈពេល40ឆ្នាំជាងផងដែរមុននឹងសម្ដេចចូលនិវត្តន៍ផងដែរហើយក៏សូមអរគុណដល់សន្តិភាពព្រោះថាសន្តិភាពនឹងហើយទើបយើងមានថ្ងៃនេះហើយក៏សូមអរគុណដល់សម្ដេចធិបតីដែលនាពេលឥឡូវនេះគឺសម្ដេចធិបតីបានដឹកនាំប្រទេសកម្ពុជាបន្តពីសម្ដេចផងដែរហើយក៏ជួបហើយក្នុងនាមខ្ញុំគឺជាជនរួមជាតិប្រជាជនខ្មែរមួយរូបក៏សូមអរគុណដល់សម្ដេចទាំងពីរដែលបានដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនគ្រប់វិស័យផងដែរពុកម៉ែបងប្អូនហើយជាចុងក្រោយក៏សូមផ្ញើសារជូនសម្ដេចសូមជូនពរឲ្យសម្ដេចទាំងពីរមានសុខភាពល្អបបរវាងវៃមានសុភមង្គលក្នុងគ្រួសារផងដែរ